ការគ្រប់គ្រងនៅមុននិងក្រោយពេលប្រមូលផលការយកចិត្តទុកដាក់ទៅលើការរៀបចំចំការនៅមុនពេលប្រមូលផលនិងការអនុវត្តនៅបច្ចេកទេសប្រមូលផលបានត្រឹមត្រូវដើម្បីទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អអាចឲ្យកសិកររក្សាទុកគ្រាប់ស្វាយចន្ទីបានរយៈពេលយូរនិងបង្កើតជម្រើសក្នុងការសម្រេចចិត្តលក់ចេញនៅពេលណាមួយដែលគ្រាប់ស្វាយចន្ទីមានតម្លៃល្អប្រសើរមានបច្ចេកទេសមួយចំនួនដែលកសិករគួរអនុវត្តក្នុងអំឡុងពេលមុននិងក្រោយការប្រមូលផលដើម្បីទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អការអនុវត្តបច្ចេកទេសទាំងនោះមានដូចជាទី1ត្រូវសម្អាតដីចម្ការឲ្យបានស្អាតមុនប្រមូលផលទី2ដឹងពីពេលវេលានិងវិធីសាស្ត្រប្រមូលផលទី3ត្រូវសម្អាតនិងជ្រើសរើសគ្រាប់ដែលមានគុណភាពល្អទី4គឺការយល់ដឹងពីវិធីសាស្ត្រហាលសម្ងួតទី5វិធីសាស្ត្រស្តុកទុកនិងការវាស់កម្រិតសំណើមគ្រាប់ស្វាយចន្ទីទី1ការរៀបចំសម្អាតផ្ទៃចម្ការការកាប់សម្អាតស្មៅចេញពីចម្ការនៅមុនពេលប្រមូលផលបង្កភាពងាយស្រួលដល់កសិករនៅពេលរើសគ្រាប់ស្វាយចន្ទីប្រសិនមិនបានសម្អាតស្មៅចេញទេនោះកសិករនឹងមិនអាចរកគ្រាប់ស្វាយចន្ទីដែលទុំជ្រុះចូលទៅក្នុងស្មៅឲ្យបានអស់នោះទេម្យ៉ាងទៀតកសិករអាចប្រឈមនឹងហានិភ័យមួយចំនួនដែលបង្កឡើងដោយសត្វអាសិរពិសផ្សេងៗដែលសំងំលាក់ខ្លួននៅក្នុងស្មៅទី2ការប្រមូលផលពេលវេលានិងបច្ចេកទេសប្រមូលផលស្វាយចន្ទីចាប់ផ្ដើមចេញផ្កាចាប់ពីខែតុលាដល់ខែកុម្ភៈដោយផ្អែកទៅតាមពូជមានពូជស្រាលពូជកណ្ដាលនិងពូជធ្ងន់ដែលគេអាចចាប់ផ្ដើមប្រមូលផលបានពីខែកុម្ភៈដល់ខែឧសភាដើម្បីទទួលបានស្វាយចន្ទីដែលមានគុណភាពល្អនិងអាចរក្សាទុកបានរយៈពេលយូរកសិករគួរគប្បីរើសគ្រាប់ណាដែលធ្លាក់ជ្រុះទៅលើដីជាជាងការបេះចេញពីដើមការបេះផ្លែស្វាយចន្ទីដែលមិនទាន់ទុំល្អនឹងបង្កឲ្យគ្រាប់ស្វាយចន្ទីប្រែជាស្វិតនិងធ្លាក់គុណភាពកសិករត្រូវតែប្រញាប់ប្រលេះគ្រាប់ស្វាយចន្ទីចេញពីសាច់ឲ្យបានទាន់ពេលវេលាដើម្បីកុំឲ្យគ្រាប់ស្វាយចន្ទីរួញស្វិតទៅតាមសាច់របស់ចន្ទីពេលប្រលេះគ្រាប់ស្វាយចន្ទីកសិករគួរពាក់ស្រោមដៃដើម្បីការពារស្បែកពីប្រេងស្វាយចន្ទីការរើសគ្រាប់ស្វាយចន្ទីដែលទុំជ្រុះគោធ្វើឡើងជារៀងរាល់2ទៅ3ថ្ងៃម្ដងទើបជាការល្អទី3វិធីសាស្ត្រជ្រើសរើសគ្រាប់ដែលមានគុណភាពល្អត្រាំគ្រាប់ស្វាយចន្ទីនៅក្នុងទឹកឲ្យបាន3ទៅ5នាទីដើម្បីលាងសម្អាតគ្រាប់ស្វាយចន្ទីឲ្យបានជ្រះសាច់និងផ្សិតខ្មៅដែលជាប់នៅលើគ្រាប់ស្វាយចន្ទីស្រង់គ្រាប់ណាដែលអណ្ដែតលើទឹកចេញព្រោះវាជាគ្រាប់ដែលមិនមានគុណភាពត្រូវស្រង់យកតែគ្រាប់ណាដែលលិចបាត់ទៅក្នុងទឹកព្រោះវាជាគ្រាប់ដែលមានគុណភាពល្អហើយត្រូវហាលសម្ងួតដើម្បីអាចលក់បានថ្លៃទី4បច្ចេកទេសហាលសម្ងួតគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អត្រូវយកមកដាក់ហាលសម្ងួតនៅលើផ្ទៃរាបស្មើគ្នាចំពោះផ្ទៃស៊ីម៉ងត៍ឬផ្ទៃបេតុងកសិករត្រូវហាលគ្រាប់ស្វាយចន្ទីឲ្យបាន3ទៅ4ថ្ងៃប្រសិនបើមេឃបើកថ្ងៃល្អចំពោះការដាក់ហាលនៅលើកៅស៊ូតង់ត្រូវការរយៈពេលពី4ទៅ5ថ្ងៃគ្រាប់ស្វាយចន្ទីមិនគួរគោលើគ្នាច្រើនជាន់ពេកនោះទេការរៀបគ្រាប់ស្វាយចន្ទីដោយពុំមានគោលើគ្នាគឺជាជម្រើសដ៏ល្អបំផុតនិងត្រូវឧស្សាហ៍កាយត្រឡប់គ្រាប់ស្វាយចន្ទីឲ្យបានយ៉ាងហោចណាស់2ដងក្នុងមួយថ្ងៃល្អបំផុតគឺធ្វើនៅពេលរសៀលទី5វិធីសាស្ត្រស្តុកទុកនិងកម្រិតសំណើមគ្រាប់ស្វាយចន្ទីគប្បីត្រូវពិនិត្យមើលកម្រិតសំណើមគ្រាប់ស្វាយចន្ទីជាមុនសិនមុននឹងយកគ្រាប់ចន្ទីទៅស្តុកទុកកម្រិតសំណើមស្វាយចន្ទីគួរស្ថិតនៅចន្លោះពី8ទៅ10%បន្ទាប់ពីច្រកគ្រាប់ស្វាយចន្ទីស្ងួតចូលទៅក្នុងបាវត្រូវដេរផ្ចិតមាត់បាវឲ្យបានល្អនិងត្រូវដាក់បាវទាំងនោះនៅលើបន្ទះក្តារដែលអាចមានចន្លោះសម្រាប់ខ្យល់ចេញចូលបានល្អគួរចុះពិនិត្យឃ្លាំងស្តុកស្វាយចន្ទីឲ្យបានទៀងទាត់ដើម្បីប្រាកដថាมันមានសំណើមឬទឹកភ្លៀងសាកចូលធ្វើឲ្យសើមបាវដាក់គ្រាប់ស្វាយចន្ទីគួរពិនិត្យមើលគ្រាប់ស្វាយចន្ទីដែលដាក់ក្នុងបាវឲ្យបានញឹកញាប់ជារៀងរាល់សប្តាហ៍ថាតើគ្រាប់ស្វាយចន្ទីមានដុះផ្សិតដែរឬទេករណីមានដុះផ្សិតត្រូវយកគ្រាប់ស្វាយចន្ទីទាំងនោះមកលាងសម្អាតនិងដាក់ហាលសម្ងួតសាជាថ្មីឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទីត្រូវមានការអង្កេតតាមដាននិងការការពារសមាសភាពចង្រៃផ្សេងៗដូចជាកណ្ដុរកន្លាតកណ្ដៀរនិងសត្វចិញ្ចឹមផ្សេងៗជាថ្មីម្ដងទៀតដើម្បីគ្រប់គ្រងការប្រមូលផលប្រកបដោយប្រសិទ្ធភាពកសិករគួរអនុវត្តតាមវិធីសាស្ត្រដោយដែលបានរៀបរាប់រួចមកហើយនេះទី1ត្រូវសម្អាតដីចម្ការឲ្យបានស្អាតមុនប្រមូលផលទី2ដឹងពីពេលវេលានិងវិធីសាស្ត្រប្រមូលផល
ទី3ត្រូវសម្អាតនិងជ្រើសរើសគ្រាប់ដែលមានគុណភាពល្អទី4គឺការយល់ដឹងពីវិធីសាស្ត្រហាលសម្ងួតនិងទី5វិធីសាស្ត្រស្តុកទុកកម្រិតសំណើមគ្រាប់ស្វាយចន្ទីការយល់ដឹងពីបច្ចេកទេសទាំងនេះនឹងជួយកសិករបង្កើនប្រសិទ្ធភាពក្នុងការប្រមូលផលក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការផ្ដល់តម្លៃល្អប្រសើរមួយសម្រាប់គ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អហើយកសិករក៏អាចមានជម្រើសច្រើនដើម្បីលក់ទិន្នផលស្វាយចន្ទី